មនុស្សគ្រប់គ្នាចាប់ផ្ដើមដោយក្តីស្រមៃក្តីសង្ឃឹមដ៏ស្ងប់ស្ងាត់មួយថាជីវិតអាចលើសពីអ្វីដែលវាមានសពថ្ងៃនេះប៉ុន្តែពេលខ្លះយើងមិនដឹងថាត្រូវទៅណាទេយើងមានអារម្មណ៍ថាជាប់គាំងច្របូកច្របល់និងឯកាដូច្នេះយើងចាប់ផ្ដើមរៀនពីព្រោះចំណេះដឹងបំភ្លឺជំហានដំបូងទៅមុខអនាគតនីមួយៗចាប់ផ្ដើមដោយជំរើសហើយជំរើសនីមួយៗផ្លាស់ប្ដូរអ្នកណាដែលត្រូវជ្រើសរើសការភ័យខ្លាចនឹងឈរនៅពីមុខអ្នកជានិច្ចសំណួរគឺថាតើអ្នកនឹងឈរដដែលឬជំហានដ៏លំបាកបំផុតគឺជំហានដំបូងប៉ុន្តែនៅពេលដែលអ្នកធ្វើវាបានហើយអ្វីៗនឹងផ្លាស់ប្ដូរពេលខ្លះយើងដួលមិនមែនដោយសារតែយើងខ្ទន់ខ្សោយទេប៉ុន្តែដោយសារតែយើងហ៊ានសាកល្បងហើយរាល់ការដួលរលំបង្រៀនយើងពីរបៀបក្រោកឈរឡើងឲ្យរឹងមាំជាងមុនការរីកចម្រើនមិនមែនកើតចេញពីភាពសុខស្រួលទេវាកើតចេញពីការខិតខំប្រឹងប្រែងម្ដងហើយម្ដងទៀតខណៈពេលដែលអ្នកផ្សេងទៀតសម្រាកអ្នកនៅតែបន្តដំណើរទៅមុខពីព្រោះអនាគតរបស់អ្នកមានតម្លៃខ្លាំងណាស់នឹងមានពេលខ្លាំងដែលអ្នកស៊ូខ្លួនឯងប៉ុន្តែកុំជឿគ្រប់គំនិតទាំងអស់ពេលដែលអ្នកជឿជាក់លើខ្លួនឯងពិភពលោកចាប់ផ្ដើមផ្លាស់ប្ដូរអ្នកមិនជាប់អន្ទាក់ទេដែនកំណត់តែមួយគឺដែនកំណត់ដែលអ្នកទទួលយកកុំខ្វល់ពីសំឡេងរំខានចូលផ្ដោតអារម្មណ៍ទៅលើអ្វីដែលអ្នកកំពុងក្លាយជារាល់សកម្មភាពតូចតាចនៅថ្ងៃនេះនឹងក្លាយជាអ្វីមួយដ៏មានឥទ្ធិពលនៅថ្ងៃស្អែកអ្នកខិតជិតជាងអ្វីដែលអ្នកគិតទៅទៀតបន្តទៅមុខទៀតថ្ងៃណាមួយអ្នកនឹងដឹងថាអ្នកបានធ្វើវាហើយភាពជោគជ័យពិតប្រាកដមិនមែនជាការឈានទៅដល់ចំណុចកំពូលប៉ុណ្ណោះទេប៉ុន្តែក៏ជាការជួយអ្នកដទៃឲ្យរីកចម្រើនផងដែរហើយនៅពេលដែលអ្នករកឃើញសន្តិភាពអ្នកយល់ថាវាមានតម្លៃទាំងអស់នេះមិនមែនជាទីបញ្ចប់ទេនេះជាការចាប់ផ្ដើមនៃអ្នកណាដែលអ្នកត្រូវបានបង្កើតឡើងបើសិនជាអ្នកចង់បានបន្ទាប់មកខ្ញុំអាច